cái nhóm miền sầm nắngประมาณឆ្នាំមុនខ្ញុំបានធ្វើការនៅក្រុមហ៊ុនធំមួយហើយដោយសារកូវីដក្រុមហ៊ុនធំហ្នឹងមានន័យថាក្រុមហ៊ុនដែលមាននៅប្រទេសច្រើននៅប្រទេសចំនួនច្រើនហើយមានអាយុវែង30-40ឆ្នាំទៀតទៅហើយប្រហែលឆ្នាំមុនកូវីដហ្នឹងក្រុមហ៊ុនហ្នឹងគេចាប់ផ្ដើមគិតថាចេះគេគិតថាពិភពលោកផ្លាស់ប្ដូរលឿនមែនទែនហើយក្រុមហ៊ុនហ្នឹងចាស់មានប្រព័ន្ធមាន system អីល្អប៉ុន្តែដើម្បីឲ្យក្រុមហ៊ុននឹងតាមទាន់សភាពការតាមទាន់ការផ្លាស់ប្ដូររបស់ពិភពលោកហ្នឹងវារៀងពិបាកជាពិសេសក្នុងរយៈពេលដែលមានកូវីដហ្នឹងអញ្ចឹងពួកគាត់ចាប់ផ្ដើមគិតថាតើប្រព័ន្ធនៅក្នុងក្រុមហ៊ុនដែលល្អមាន transparency មាន system in place ហើយអស់ហ្នឹងមកខាងទៀតវាពិបាកដូចថាពិភពលោកដូរលឿនតើគាត់គួរធ្វើម៉េចដើម្បីឲ្យដោះស្រាយមួយបញ្ហាហ្នឹងទៅទៅមួយប្រព័ន្ធរបស់គាត់មនុស្សរបស់គាត់អាយុរបស់គាត់ហើយនឹងតាមទាន់ការផ្លាស់ប្ដូរដ៏លឿនរបស់ពិភពលោកអញ្ចឹងគាត់ក៏ធ្វើការស្រាវជ្រាវថាតើដើម្បីតាមទាន់ពិភពលោកគាត់ត្រូវធ្វើម៉េចពេលគាត់ស្រាវជ្រាវទៅគាត់រកឃើញថាដើម្បីតាមទាន់ពិភពលោកក្រុមហ៊ុនគាត់ត្រូវតែ apply agility mindset ក្នុងភាសាខ្មែរខ្ញុំបកថាផ្នត់គំនិតទាន់សម័យអញ្ចឹងគាត់ក៏ជួលអ្នកជំនាញដើម្បីអភិវឌ្ឍគាត់ក៏ជួលអ្នកជំនាញដើម្បីសិក្សាពី agility mindset ធ្វើម៉េចយកមកអនុវត្តនៅក្នុងក្រុមហ៊ុនធ្វើម៉េចឲ្យក្រុមជាពិសេសអ្នកដឹកនាំរបស់គាត់ហ្នឹងមានផ្នត់គំនិតទាន់សម័យហ្នឹងហើយខ្ញុំសំណាងល្អខ្ញុំបានចូលរួមក្នុង training វគ្គសិក្ខាសាលាអំពី agility mindset ហ្នឹងជាមួយនឹងថ្នាក់ដឹកនាំរបស់គេដំបូងគេឲ្យតែថ្នាក់ដឹកនាំគេរៀននេះរយៈពេល5ថ្ងៃពេញអំពី agility mindset ហ្នឹងខ្ញុំរៀនបានច្រើនមែនតើ I was so excited ហើយតែវ៉ាវពិភពលោកហ្នឹងផ្លាស់ប្ដូរលឿនមែនតើនៅខ្លះអត់នោះមានមនុស្សភាគច្រើនអត់បានចាប់អារម្មណ៍ថាពិភពលោកហ្នឹងដូរលឿនមិនទៅអញ្ចឹងអ្វីដែលខ្ញុំចាប់បានពី training ហ្នឹងគឺជាពិភពលោកផ្លាស់ប្ដូរលឿនរហូតដល់មួយនាទីហ្នឹងបើយើងអត់ដឹងទេយើងអត់ដឹងថាពិភពលោកផ្លាស់ប្ដូរមិនទេអញ្ចឹងអ្នកដែលដឹងចាប់អារម្មណ៍ពីរឿងហ្នឹងយើងដឹងថាពិភពលោកផ្លាស់ប្ដូរលឿនអញ្ចឹងយើងគួរតែមានផ្នត់គំនិតមិនដើម្បីឲ្យដឹងថាមានការផ្លាស់ប្ដូរហើយក្រោយពីដឹងទៅគឺជាធ្វើមិនឲ្យខ្លួនឯងមានការផ្លាស់ប្ដូរទៅតាមពិភពលោកហ្នឹងហើយដំណាក់កាលទី1ទៀតគឺថាធ្វើមិនឲ្យខ្លួនឯងដឹងឲ្យខ្លួនឯងផ្លាស់ប្ដូរបានហើយរីកចម្រើននៅក្នុងស្ថានភាពដែលផ្លាស់ប្ដូរស្ថានភាពដែលមិនពិតប្រាកដហ្នឹងចឹងដើម្បីធ្វើចឹងបានពាក្យមួយដែលត្រូវមួយស្ថានភាពហ្នឹងគឺជា agility mindset មានន័យថាយើងត្រូវមានផ្នត់គំនិតដែលទាន់សម័យផ្នត់គំនិតដែលទំនើបហើយអាហ្នឹងមិនមែនបានមកដោយចៃដន្យទេគឺបានមកដោយសារការរៀនចឹងនៅក្នុងចុងខែនេះពួកយើងនឹងធ្វើសិក្ខាសាលាមួយរយៈពេលតែមួយថ្ងៃអំពីផ្នត់គំនិតទំនើបមួយថ្ងៃពេញជាមួយនឹងខ្ញុំហើយខ្ញុំបង្កើតវគ្គនេះឡើងក្នុងគោលដៅជួយអ្នកដែលចង់ដឹងស៊ីជម្រៅថាពិភពលោកហ្នឹងផ្លាស់ប្ដូរម៉េចហើយយើងដើម្បីតាមទាន់ពិភពលោកយើងត្រូវធ្វើម៉េចហើយយើងត្រូវកសាងជំនាញអីខ្លះដើម្បីឲ្យតាមទាន់ពិភពលោកហើយរីកចម្រើនក្នុងស្ថានភាពដែលដូរលឿននឹងទៀតអញ្ចឹងបើលោកអ្នកចាប់អារម្មណ៍អំពីប្រធានបទនេះអាចចុះឈ្មោះនៅ link ដែលខ្ញុំដាក់ឲ្យនៅខាងក្រោមហើយយើងនឹងជួបគ្នានៅចុងខែនេះបាយបាយ